យកចិត្តទុកដាក់ដែលនេះយើងស្ថិតនៅក្នុងកម្រិត DEFCON 1ការចាក់សោសន្តិសុខ Nuclear Vaccine នៅក្នុងលំហប្រទេសនេះទើបតែបានសាកល្បងមីស៊ីលប្លង់ល្បឿនលឿនដែលអាចបំពាក់ Nuclear មីស៊ីលប្លង់ល្បឿនលឿននិងយន្តហោះអាចជាអនាគតនៃសង្គ្រាមគ្រាប់បែកនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោកគឺ B-83 ដែលជាគ្រឿងធ្ងន់នៃឃ្លាំងអាវុធអាមេរិកទម្ងន់ប្រហែល 2,400 pound ឬ 100 kg និងបណ្ដោយ12 feet ឬ 37 ម៉ែត្រដែលមានអង្កត់ផ្ចិត18 inch ឬ46 cm វាប្រហែលទំហំរថយន្តតូចមួយប៉ុន្តែនៅក្នុងរូបរាងដ៏ធំនេះមានកម្លាំងនៃការបំផ្លិចបំផ្លាញដែលមិនអាចនឹកស្មានដល់ B-83 គឺជាគ្រាប់បែកទំនាញមានន័យថាវាត្រូវបានទម្លាក់ពីយន្តហោះហើយពឹងផ្អែកទៅលើទំនាញដើម្បីទៅដល់គោលដៅគ្មានរ៉ុកែតឬប្រព័ន្ធរុញច្រានគ្រាន់តែការធ្លាក់ដោយសេរីនេះអាចស្ដាប់ទៅដូចជាសាមញ្ញប៉ុន្តែការបំផ្លិចបំផ្លាញដែលវាអាចបញ្ចេញគឺមិនសាមញ្ញទាល់តែសោះត្រូវបានដឹកដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដូចជា B2 Spree Stealth និង B52 Stratofortress B-83 អាចត្រូវបានបញ្ជូនចូលជ្រៅទៅក្នុងទឹកដីសត្រូវជាមួយនឹងកម្លាំងផ្ទុះរហូតដល់ 1-2 megaton នៃ TNT B-83 គឺប្រហែល80ដងខ្លាំងជាងគ្រាប់បែកដែលបានទម្លាក់លើ Hiroshima ដែលមានកម្លាំងផ្ទុះប្រហែល15 kiloton ដើម្បីដាក់វាឲ្យយល់សម័យមើលថាមពលផ្ទុះនៃ TNT 1-2 លានតោនកំពុងផ្ទុះក្នុងពេលតែមួយប៉ុន្តែ B-83 មិនមែនគ្រាន់តែជាថាមពលឆៅទេវាត្រូវបានរចនាឡើងដើម្បីជ្រាបចូលទីបញ្ជាការក្រោមដីជិះចូលទៅក្នុងដីមុនពេលផ្ទុះចំពោះចំនួនអាវុធទាំងនេះខណៈដែលចំនួនពិតប្រាកដត្រូវបានចាត់ថ្នាក់អ្នកជំនាញប៉ាន់ស្មានថាមាន B-83 ប្រហែល650ហើយគេគិតថាមានគ្រាប់បែកប្រហែល283ដែលកំពុងបម្រើការយ៉ាងសកម្មចំនួននេះបានថយចុះតាមឆ្នាំដោយសារសន្ធិសញ្ញាកាត់បន្ថយអាវុធនិងកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មតាមពិតមានគម្រោងដក B-83 ចេញទាំងស្រុងដើម្បីពេញចិត្តចំពោះអាវុធនុយក្លេអ៊ែរកម្រិតទាបដែលទំនើបជាងដើម្បីយល់ពីទំហំពិតនៃអំណាចបំផ្លិចបំផ្លាញរបស់ B-83 ស្រមៃថាគ្រាប់បែកតែមួយបានផ្ទុះជាការផ្ទុះលើអាកាសលើទីក្រុងប៉េកាំងប្រទេសចិនដុំភ្លើងភ្លាមៗនិងគ្របដណ្ដប់លើផ្ទៃដីជាង4 km² ឬ 1.5 ម៉ែត្រការ៉េធ្វើឲ្យអ្វីៗទាំងអស់នៅក្នុងកម្មរបស់វាហួតអគារនានានឹងដួលរលំក្នុងកម្ម 7.5 km ឬ 4 ម៉ែដោយសារសម្ពាធផ្ទុះខ្លាំងធ្វើឲ្យភាគច្រើននៃមជ្ឈមណ្ឌលទីក្រុងរាបស្មើបង្អួចនឹងបែកខ្ទេចរហូតដល់21 km ឬ13 ម៉ាយបញ្ជូនកំណាត់កញ្ចក់ហើរទៅបណ្ដាលឲ្យរបួសសូម្បីតែនៅក្នុងសង្កាត់ដាច់ស្រយាលវិទ្យុសកម្មកម្ដៅនឹងបណ្ដាលឲ្យរលាកកម្រិតទី3ដល់អ្នកណាក៏ដោយក្នុងរង្វង់13 km ឬ8 ម៉ាយគ្របដណ្ដប់លើផ្ទៃដីជាង500 km² ឬជាង200 ម៉ែត្រការ៉េក្នុងន័យនៃការបាត់បង់ជីវិតមនុស្សការផ្ទុះបែបនេះអាចបណ្ដាលឲ្យមានការប៉ាន់ស្មានថាមនុស្សស្លាប់ភ្លាម15 លាននាក់និងរបួសជាង3 លាននាក់ហើយនោះគ្រាន់តែពីគ្រាប់បែក B-83 តែមួយប៉ុណ្ណោះសហរដ្ឋអាមេរិកដំណើរការយន្តហោះ B-52 Stratofortress ប្រហែល76គ្រឿងដែលធ្លាប់អាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B-83 បានរហូតដល់8គ្រាប់ទោះយ៉ាងណានៅឆ្នាំ2010បញ្ជាការយុទ្ធសាស្ត្រអាមេរិកបានដកគ្រាប់បែកទំនាញនុយក្លេអ៊ែរចេញពីឃ្លាំងអាវុធ B-52 ដោយសារយន្តហោះនេះលែងត្រូវបានចាត់ទុកថាអាចរស់រានពីប្រព័ន្ធការពារដែនអាកាសទំនើបសប្តាហ៍ថ្ងៃនេះមានតែកងនាវាអាមេរិកដែលមាន B2 Spirit Stealth ចំនួន19គ្រឿងប៉ុណ្ណោះដែលត្រូវបានចាត់តាំងឲ្យដឹកជញ្ជូនគ្រាប់បែកទំនាញនុយក្លេអ៊ែររួមទាំង B-83 ដោយនីមួយៗអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B-83 បានរហូតដល់16គ្រាប់នេះមានន័យថាសក្តានុពលសម្រាប់ការបំផ្លិចបំផ្លាញមិនត្រូវបានកំណត់ត្រឹមគ្រាប់បែកមួយទេប៉ុន្តែអាចពាក់ព័ន្ធនឹងការផ្ទុះក្នុងពេលដំណើរគ្នាជាច្រើនបង្កើនផលប៉ះពាល់នៃការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្នុងការស្រមៃមើលទំហំពិតនៃអាវុធនុយក្លេអ៊ែរទំនើបនៅលេខ4ក្នុងបញ្ជីគឺមីស៊ីល Trident ថៃដែលជាសសរស្តម្ភនៃការទប់ស្កាត់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសគ្រាប់បែកទំនាញដូចជា B-83 Trident ថៃគឺជាមីស៊ីលប្លង់បាញ់ពីនាវាមុជទឹកឬ SLBM Trident ថៃគឺជាអច្ឆរិយវិស្វកម្មទម្ងន់ប្រហែល590 kg ឬ130 pound និងបណ្ដោយ13.5 ម៉ែត្រឬ44 feet វាជារ៉ុកែតឥន្ធនៈរឹង3ដំណាក់កាលអាចធ្វើដំណើរបានជាង12 km ឬ7500 ម៉ាយល៍ជួរដ៏អស្ចារ្យនេះអនុញ្ញាតឲ្យវាវាយប្រហារគោលដៅស្ទើរតែគ្រប់ទីកន្លែងនៅលើពិភពលោកពីនាវាមុជទឹកដែលលាក់ខ្លួនយ៉ាងជ្រៅនៅក្រោមផ្ទៃមហាសមុទ្រអ្វីដែលធ្វើឲ្យ Trident TI ខុសគ្នាពិតប្រាកដគឺការប្រើប្រាស់យានជំនិះដែលអាចកំណត់គោលដៅដោយឯករាជ្យច្រើនឬ MIRV មីស៊ីលនីមួយៗអាចផ្ទុកអាវុធនុយក្លេអ៊ែរបានរហូតដល់8ជាធម្មតា W88
ដែលនីមួយៗមានកម្លាំងផ្ទុះ475 kilotons ប្រហែល30ដងនៃអំណាចគ្រាប់បែក Hiroshima សម្រាប់អាវុធនីមួយៗនេះមានន័យថាមីស៊ីល Trident T តែមួយអាចបញ្ជូនការវាយប្រហារយ៉ាងសាហាវទៅកាន់គោលដៅច្រើននៅទូទាំងតំបន់ធំទូលាយដោយមានប្រសិទ្ធភាពគុណនឹងសមត្ថភាពបំផ្លិចបំផ្លាញរបស់វាប្រព័ន្ធណែនាំរបស់មីស៊ីលគឺជឿនលឿនខ្លាំងរួមបញ្ចូលគ្នានៅការធ្វើនាវាចរតារាសាស្ត្រនេះចលភាពជាមួយនឹងការធ្វើបច្ចុប្បន្នភាព GPS ដើម្បីធានាបាននូវភាពត្រឹមត្រូវគួរឲ្យកត់សម្គាល់វាអាចវាយប្រហារក្នុងរង្វង់100ម៉ែត្រពីគោលដៅរបស់វាបន្ទាប់ពីធ្វើដំណើររាប់ពាន់ម៉ៃល៍ Trident E ត្រូវបានដាក់ពង្រាយនៅលើនាវាមុជទឹកថ្នាក់ Ohio សម្រាប់កងទ័ពជើងទឹកអាមេរិកនិងនាវាមុជទឹកថ្នាក់ Vanguard សម្រាប់កងទ័ពជើងទឹកដោយផ្ដល់នូវសមត្ថភាពវាយបកលើកទី2ដែលលាក់កំបាំងនិងអាចរស់រានបានដែលមានសារៈសំខាន់សម្រាប់ការទប់ស្កាត់នុយក្លេអ៊ែរដើម្បីយល់ពីផលប៉ះពាល់សក្តានុពលនៃអាវុធនេះសម្រាប់ថាមីស៊ីល Trident អាភេទតែមួយត្រូវបានបាញ់ឆ្ពោះទៅកាន់ទីក្រុងមូស្គូដោយអាវុធទាំង 8កំណត់គោលដៅតំបន់តែមួយសម្រាប់ប្រសិទ្ធភាពអតិបរមាកម្លាំងផ្ទុះសរុបនឹងមានប្រហែល 38 មេហ្គាតោននៃ TNT នៅពេលផ្ទុះជាការផ្ទុះលើអាកាសដុំភ្លើងភ្លាមៗនឹងគ្របដណ្ដប់លើផ្ទៃដីជាង10គីឡូម៉ែត្រការ៉េឬជិត4ម៉ៃការ៉េធ្វើឲ្យអ្វីៗទាំងអស់នៅក្នុងកម្មរបស់វាហួតអគារនានានឹងត្រូវបំផ្លាញទាំងស្រុងក្នុងកម្ម11គីឡូម៉ែត្រឬជិត7ម៉ាយល៍ធ្វើឲ្យភាគច្រើននៃមជ្ឈមណ្ឌលទីក្រុងរាបស្មើវិទ្យុសកម្មកម្ដៅនឹងបណ្ដាលឲ្យរលាកកម្រិតទី3ដល់អ្នកណាក៏ដោយក្នុងរង្វង់22គីឡូម៉ែត្រឬជិត14ម៉ាយល៍ពីចំណុច0គ្របដណ្ដប់លើផ្ទៃដីជាង1500គីឡូម៉ែត្រការ៉េឬ580ម៉ៃល៍ការ៉េការបាត់បង់ជីវិតមនុស្សនឹងធំធេងប៉ាន់ស្មានថាមនុស្សស្លាប់ភ្លាមៗជាង2 Elena និងរបួស 4.6 លាននាក់ហើយសូមចាំថានេះគឺមកពីមីស៊ីល Trident តែមួយប៉ុណ្ណោះសហរដ្ឋអាមេរិកដំណើរការនាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Ohio ចំនួន14ដែលនីមួយៗអាចផ្ទុកមីស៊ីល Trident E បានរហូតដល់20នោះសរុបទៅជាមីស៊ីល Trident E ចំនួន280ដែលកំពុងលាក់ខ្លួននៅក្នុងជម្រៅនៃមហាសមុទ្រជាមួយនឹងមីស៊ីលនីមួយៗផ្ទុកអាវុធរហូតដល់8គ្រាប់ដែលមានកម្លាំង475 kilotons យើងកំពុងសម្លឹងមើលសរុបអាវុធនុយក្លេអ៊ែរ 240 ប្រសិនបើអ្នកគណនាថាមពលផ្ទុះរួមបញ្ចូលគ្នាវាស្មើនឹងចំនួនដ៏អស្ចារ្យ164 មេហ្គាតោននៃ TNT នោះគឺស្មើនឹងគ្រាប់បែក Hiroshima ជាង70គ្រាប់ដែលជាថាមពលបំផ្លិចបំផ្លាញដែលលាក់កំបាំងនៅក្រោមសមុទ្រកម្លាំងដ៏ធំសម្បើមនេះកំពុងតែល្បាតឥតឈប់ឈរត្រៀមខ្លួនដើម្បីបញ្ចេញប្រសិនបើត្រូវបានហៅហើយលេខ3គឺមីស៊ីលផ្លោងឆ្លងទ្វីប DF5 របស់ចិនជាពិសេស DF5C មីស៊ីលនេះគឺជាយក្សពិតប្រាកដមានកម្ពស់ជាង106 feet និងទម្ងន់ប្រហែល183 តោនត្រូវបានណែនាំជាលើកដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ1980 DF5 នៅតែជាសសរស្តម្ភនៃការទប់ស្កាត់នុយក្លេអ៊ែររបស់ចិនចាប់តាំងពីពេលនោះមកDF5 មានជួរគួរឲ្យចាប់អារម្មណ៍រហូតដល់150 គីឡូម៉ែត្រឬប្រហែល9300ម៉ាយល៍ដែលមានន័យថាវាអាចទៅដល់ស្ទើរតែគោលដៅណាមួយនៅលើពិភពលោកពីកន្លែងបាញ់បង្ហោះនៅក្នុងប្រទេសចិនអ្វីដែលធ្វើឲ្យវាគួរឲ្យខ្លាចជាពិសេសគឺការផ្ទុកគ្រាប់រំសេវរបស់វាកំណែចុងក្រោយបំផុតដូចជា DF5B និង DF5C ត្រូវបានបំពាក់ដោយ MIRV អនុញ្ញាតឲ្យពួកគេផ្ទុកអាវុធនុយក្លេអ៊ែរបានរហូតដល់ធុលដែលនីមួយៗមានកម្លាំងផ្ទុះ1មេហ្គាតោននៃ TNT ដើម្បីយល់ពីទំហំសូមចាំថាគ្រាប់បែក Hiroshima មានត្រឹមតែ15គីឡូតោននៃ TNT ដូច្នេះអាវុធនីមួយៗនៅលើ DF5 គឺខ្លាំងជាងប្រហែល66ដងប្រសិនបើអាវុធទាំង12ត្រូវបានដឹកនាំទៅកាន់តំបន់គោលដៅតែមួយកម្លាំងផ្ទុះរួមបញ្ចូលគ្នានឹងមានចំនួន12មេហ្គាតោននោះគឺ800ដងខ្លាំងជាងគ្រាប់បែកដែលបានទម្លាក់លើ Hiroshima សម័យថាមីស៊ីល DF5C តែមួយត្រូវបានបាញ់ឆ្ពោះទៅកាន់ទីក្រុង Washington DC ដោយអាវុធទាំង12ប៉ះពាល់តំបន់តែមួយដុំភ្លើងនឹងគ្របដណ្ដប់លើផ្ទៃដីដែលមានកម្មធំជាង3គីឡូម៉ែត្រឬ2ម៉ាយល៍ធ្វើឲ្យអ្វីៗទាំងអស់នៅក្នុងតំបន់នោះហួតការផ្ទុះនឹងបណ្ដាលឲ្យអគារលំនៅឋានភាគច្រើនដួលរលំក្នុងកម្ម16គីឡូម៉ែត្រឬជិត10ម៉ាយល៍ហើយការរលាកកម្រិតទី3អាចប៉ះពាល់ដល់មនុស្សរហូតដល់35គីឡូម៉ែត្រឬជិត22ម៉ាយល៍ការបាត់បង់ជីវិតមនុស្សនឹងមិនអាចនឹកស្មានដល់ការប៉ាន់ស្មានថាមនុស្សស្លាប់អាចលើសពី1លាននាក់និងរបួសជាង 1.8 លាននាក់ទៀតអ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺថាកម្រិតនៃការបំផ្លិចបំផ្លាញនៃការចេញពីមីស៊ីល DF5 តែមួយចិនត្រូវបានគេជឿថាមានមីស៊ីល DF5 ប្រហែល20ទៅ30នៅក្នុងឃ្លាំងអាវុធរបស់ខ្លួននៅលេខ2ក្នុងបញ្ជីគឺមីស៊ីលផ្លោងឆ្លងទ្វីប S-36 របស់រុស្ស៊ីដែលត្រូវបានគេស្គាល់ថាល្អជាងដោយឈ្មោះរបស់ NATO ថា SS-18 Satan
ត្រូវបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមត្រជាក់មីស៊ីលនេះគឺជាមីស៊ីលដ៏មានឥទ្ធិពលបំផុតមួយដែលត្រូវបានសាងសង់ឡើងដែលត្រូវបានរចនាឡើងដើម្បីបញ្ជូនបន្ទុកនុយក្លេអ៊ែរដ៏ធំឆ្លងកាត់ចម្ងាយឆ្ងាយ R-36 គឺជាមីស៊ីលដ៏ធំមានកម្ពស់ជាង32 ម៉ែត្រឬប្រហែល106 feet និងទម្ងន់ជិត210 គីឡូក្រាមហើយជិតកន្លះលានផោនវាជារ៉ុកែតឥន្ធនៈរាវពីដំណាក់កាលដែលត្រូវបានរចនាឡើងដើម្បីបញ្ជូនអាវុធនុយក្លេអ៊ែរឆ្លងទ្វីបជាមួយនឹងជួរប្រតិបត្តិការរហូតដល់16 គីឡូម៉ែត្រឬជិត10 ម៉ែត្រនេះមានន័យថាវាអាចទៅដល់គោលដៅស្ទើរតែគ្រប់ទីកន្លែងនៅលើពិភពលោកពីកន្លែងបាញ់បង្ហោះនៅក្នុងប្រទេសរុស្ស៊ីអ្វីដែលធ្វើឲ្យមីស៊ីលសាធារណគួរឲ្យខ្លាចជាពិសេសគឺសមត្ថភាពផ្ទុកបន្ទុករបស់វាអាចផ្ទុក MIRV បានរហូតដល់10ដែលនីមួយៗបំពាក់ដោយអាវុធនុយក្លេអ៊ែរដែលមានកម្លាំងរហូតដល់1 megaton នៃ TNT នេះមានន័យថាមីស៊ីលតែមួយអាចបញ្ចេញកម្លាំងផ្ទុះសរុបរហូតដល់10 megaton នៃ TNT ប្រហែល666ដងខ្លាំងជាងគ្រាប់បែកដែលបានទម្លាក់លើហ៊ីរ៉ូស៊ីម៉ាជាតួលេខដែលសមនឹងមីស៊ីលសាធារណគួរឲ្យខ្លាចជាពិសេសគឺសមត្ថភាពផ្ទុកបន្ទុករបស់វាអាចផ្ទុក MIRV បានរហូតដល់10ដែលនីមួយៗបំពាក់ដោយអាវុធនុយក្លេអ៊ែរដែលមានកម្លាំងរហូតដល់1 megaton នៃ TNT នេះមានន័យថាមីស៊ីលតែមួយអាចបញ្ចេញកម្លាំងផ្ទុះសរុបរហូតដល់10 megaton នៃ TNT ប្រហែល666ដងខ្លាំងជាងគ្រាប់បែកដែលបានទម្លាក់លើហ៊ីរ៉ូស៊ីម៉ាជាតួលេខដែលសមនឹងមីស៊ីលសាធារណចំណែកខ្លះនៃ R-36 ត្រូវបានបំពាក់ដោយអាវុធដ៏ធំតែមួយដែលមានកម្លាំងផ្ទុះរហូតដល់20 megaton នោះគឺជាង1300ដងនៃអំណាចគ្រាប់បែកហ៊ីរ៉ូស៊ីម៉ាដែលត្រូវបានរចនាឡើងដើម្បីបំផ្លាញគោលដៅរឹងមាំដូចជាបន្ទាយមីស៊ីលនិងទីបញ្ជាការឥឡូវស្រមៃប្រសិនបើមីស៊ីល R-36 តែមួយត្រូវបានផ្ទុះលើទីក្រុង San Francisco ជាមួយនឹងអាវុធ15 megaton តែមួយដុំភ្លើងភ្លាមនឹងគ្របដណ្ដប់លើផ្ទៃដីជាង30 គីឡូម៉ែត្រការ៉េឬ12 ម៉ៃការ៉េធ្វើឲ្យអ្វីៗទាំងអស់ហួតក្នុងកម្ម3 គីឡូម៉ែត្រឬជិត2 ម៉ែត្រអគារនានានឹងត្រូវរាបស្មើក្នុងកម្ម17 គីឡូម៉ែត្រឬជាង10 ម៉ាយធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់តំបន់ឈូងសមុទ្រវិទ្យុសកម្មកម្ដៅនឹងបណ្ដាលឲ្យរលាកកម្រិតទី3ដល់មនុស្សរហូតដល់40 គីឡូម៉ែត្រឬជាង24 ម៉ាយគ្របដណ្ដប់លើផ្ទៃដីជិត4800 គីឡូម៉ែត្រការ៉េឬ1850 ម៉ៃការ៉េការបាត់បង់ជីវិតមនុស្សនឹងមានមហន្តរាយការប៉ាន់ស្មានថាមនុស្សស្លាប់អាចលើសពី1 លាននាក់និងរបួសជាង1.3 លាននាក់ទៀតហើយនេះគឺជាផលប៉ះពាល់នៃមីស៊ីលតែមួយរុស្ស៊ីត្រូវបានគេជឿថាមានមីស៊ីល R-36 M2 Voyvoda ប្រហែល46គ្រឿងដែលជាកំណែជឿនលឿនបំផុតនៃ SS-18 មីស៊ីលនីមួយៗទាំងនេះអាចផ្ទុកអាវុធច្រើនដោយគុណសក្តានុពលបំផ្លិចបំផ្លាញរបស់ពួកគេយ៉ាងខ្លាំងជាមួយនឹងឃ្លាំងអាវុធបែបនេះទំហំនៃអំណាចដែលផ្ទុកនៅក្នុងអាវុធទាំងនេះគឺស្ទើរតែហួសពីការយល់ដឹងតាក់ទីបំផុតនៅលំដាប់កំពូលនៃបញ្ជីគឺមីស៊ីល RS-28 Samad របស់រុស្ស៊ីដែលមានឈ្មោះគួរឲ្យខ្លាចថា Saturn-2 មីស៊ីលផ្លោងឆ្លងទ្វីបនេះតំណាងឲ្យកំពូលនៃអាវុធនុយក្លេអ៊ែរទំនើបត្រូវបានបង្កើតឡើងដើម្បីជំនុំមីស៊ីល R-36 M Saitan ដែលកំពុងចាស់ RS-28 Samad ត្រូវបានរចនាឡើងដើម្បីគេចពីប្រព័ន្ធការពារមីស៊ីលនិងបញ្ជូនបន្ទុកដ៏ធំឆ្លងកាត់ពិភពលោក Samad គឺជាមីស៊ីលឥន្ធនៈរាវ3ដំណាក់កាលដែលមានទម្ងន់ជាង208តោននិងមានប្រវែងជាង35ម៉ែត្រឬប្រហែល116 feet វាអាចផ្ទុកការកំណត់អាវុធជាច្រើនប្រភេទរួមទាំង MIRV ធ្ងន់រហូតដល់10ឬស្រាលជាង15រួមជាមួយនឹងវិធានការប្រឆាំងជឿនលឿនដើម្បីឆ្លងកាត់ការការពារមីស៊ីលជួររបស់វាលើសពី18 គីឡូម៉ែត្រឬជាង11 ម៉ាយអនុញ្ញាតឲ្យវាទៅដល់គោលដៅគ្រប់ទីកន្លែងនៅលើផែនដីលក្ខណៈពិសេសមួយដែលគួរឲ្យព្រួយបារម្ភបំផុតរបស់ RS-28 គឺសមត្ថភាពរបស់វាក្នុងការប្រើប្រាស់ប្រព័ន្ធកន្លងគោចរបាក់បែកនេះមានន័យថាមីស៊ីលអាចចូលទៅក្នុងកន្លងផែនដីទាបនិងចូលទៅជិតគោលដៅពីទិសដៅណាមួយរួមទាំងឆ្លងកាត់ប៉ូខាងត្បូងដោយមានប្រសិទ្ធភាពឆ្លងកាត់ប្រព័ន្ធពមៀនជាមុនបែបប្រពៃណីដែលតម្រង់ទិសទៅទិសខាងជើងរបាយការណ៍ខ្លះបានប៉ាន់ស្មានថាសាមញ្ញអាចផ្ទុកបន្ទុករហូតដល់50 megaton ស្មើនឹងសាបូមបាដែលជាឧបករណ៍នុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតដែលមិនធ្លាប់បានផ្ទុះខណៈដែលកម្លាំងផ្ទុះដ៏ធំបែបនេះគឺសមត្ថកម្មនិងមិនអនុវត្តជាក់ស្ដែងសម្រាប់ការប្រើប្រាស់យោធាទំនើបការសម័យមើលផលប៉ះពាល់សក្តានុពលរបស់វាគឺគួរឲ្យភ្ញាក់ផ្អើលសូមពិចារណាអំពីសេណារីយ៉ូដែលអាវុធ50 megaton ត្រូវបានផ្ទុះលើទីក្រុងញូវយ៉កដុំភ្លើងភ្លាមនិងគ្របដណ្ដប់លើផ្ទៃដីដែលមានកម្មជាង5 គីឡូម៉ែត្រឬជាង3 ម៉ាយ
ធ្វើឲ្យអ្វីៗទាំងអស់ហួតក្នុង83គីឡូម៉ែត្រការ៉េ ឬ32ម៉ៃការ៉េ រលកផ្ទុះដ៏ខ្លាំង និងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងរហូតដល់26គីឡូម៉ែត្រ ឬ16ម៉ាយ ធ្វើឲ្យអគារនិងរចនាសម្ព័ន្ធរាបស្មើក្នុងផ្ទៃដីជាង2000គីឡូម៉ែត្រការ៉េ ឬជិត800ម៉ៃការ៉េ ការរលាយកម្រិតទី3អាចកើតឡើងចំពោះមនុស្សរហូតដល់60គីឡូម៉ែត្រ ឬ37ម៉ៃ គ្របដណ្ដប់លើផ្ទៃដីជិត110គីឡូម៉ែត្រការ៉េ ឬជាង4200ម៉ៃការ៉េ ការបាត់បង់ជីវិតមនុស្សនឹងមិនអាចនឹកស្មានដល់ការប៉ាន់ស្មានថាមនុស្សស្លាប់អាចលើសពី7លាននាក់ និងរបួសជាង6លាននាក់ទៀត ហើយនេះគឺមកពីមីស៊ីល RS-28 សមាតែមួយ ដោយសន្មតថាបន្ទុកទ្រឹស្ដី50មេហ្គាតោននៃ TNT ដើម្បីដាក់វាឲ្យយល់ នៅពេលដែលសាកបូមបាទំហំ50មេហ្គាតោនត្រូវបានផ្ទុះនៅឆ្នាំ1961 ពន្លឺអាចមើលឃើញរហូតដល់ប្រទេសណ័រវេសដែលស្ថិតនៅចម្ងាយជាង10គីឡូម៉ែត្រពីកន្លែងសាកល្បង ស្រដៀងគ្នានេះដែរ ការផ្ទុះ50មេហ្គាតោនលើទីក្រុងញូវយ៉កនឹងអាចមើលឃើញដោយភ្នែកទទេរហូតដល់រដ្ឋ Columbia រដ្ឋ South Carolina ចម្ងាយជិត1000គីឡូម៉ែត្រ ប៉ុន្តែតើទាំងអស់នេះមានន័យយ៉ាងណាសម្រាប់យើងសប្តាហ៍ថ្ងៃនេះ ទោះបីជាឃ្លាំងអាវុធរបស់រុស្ស៊ីគួរឲ្យចាប់អារម្មណ៍នៅលើក្រដាស ព្រឹត្តិការណ៍ថ្មីៗនេះបានធ្វើឲ្យមានការសង្ស័យលើសមត្ថភាពពិតរបស់វា មីស៊ីលប្លង់សាម៉ាត់ថ្មីរបស់រុស្ស៊ីដែលគេស្គាល់ថា Satan-2 ត្រូវបានគេរាយការណ៍ថាបានផ្ទុះកំឡុងពេលសាកល្បងបាញ់ដោយបន្សល់ទុកអណ្ដៅដ៏ធំនៅកន្លែងនោះ រួមផ្សំជាមួយនឹងការបរាជ័យនិងភាពអាម៉ាស់ដែលរុស្ស៊ីបានជួបប្រទះនៅក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន វាហាក់ដូចជារុស្ស៊ីប្រហែលជាមិនខ្លាំងដោយដែលមនុស្សជាច្រើនធ្លាប់គិតនោះទេ ប៉ុន្តែគ្រាន់តែជាខ្លាក្រដាស ទោះយ៉ាងណាក៏ដោយក្នុងការផ្លាស់ប្ដូរនុយក្លេអ៊ែរពេញលេញ សូម្បីតែមីស៊ីលពីរបីគ្រាប់ពីអាវុធនុយក្លេអ៊ែរជិត60របស់រុស្ស៊ីនឹងបណ្ដាលឲ្យខូចខាតដែលមិនអាចនឹកស្មានដល់សហរដ្ឋអាមេរិក ប៉ុន្តែបញ្ហាប្រឈមពិតប្រាកដមិនមែនអំពីអ្នកណាមានគ្រាប់បែកធំជាងគេទេ ប៉ុន្តែអំពីការធានាថាអាវុធទាំងនេះមិនត្រូវបានប្រើប្រាស់ ព្រោះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរគ្មានអ្នកឈ្នះ មានតែពិភពលោកដែលត្រូវបានបំផ្លាញដែលអ្នកគ្រប់គ្នាចាញ់